សួស្តីអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំចង់ចែករំលែកទាក់ទងទៅនឹងការយើងសរសេរសៀវភៅឬក៏សរសេរសៀវភៅស្រាវជ្រាវឬក៏សរសេរសៀវភៅអីក៏បានដែរប៉ុន្តែវាមានលក្ខណៈសំខាន់ជាទម្រង់មួយដែលយើងអាចឲ្យយើងងាយស្រួលក្នុងការអឺហៅ content ហៅរូបភាពឬក៏អីយកមកប្រើវាមានលក្ខណៈងាយស្រួលចឹងថ្ងៃនេះដែរខ្ញុំនឹងបង្ហាញទាក់ទងទៅនឹងការកំណត់content របស់យើងមានថាយើង insert content របស់យើងឲ្យអូតូហើយនឹងរបៀបចង style របស់ heading củaវាមួយបាទអញ្ចឹងដើម្បីយើងទៅចងអនបានដំណាក់កាលទី1យើងត្រូវកំណត់ heading របស់វាឲ្យច្បាស់លាស់សិនអញ្ចឹងក្នុងនេះដែរខ្ញុំបើក Microsoft Word របស់ខ្ញុំមកអញ្ចឹងខ្ញុំបានប៉ុណ្នេះមកផ្ទាំងហ្នឹងអញ្ចឹងខ្ញុំមាន home នេះខ្ញុំមានកន្លែង style នេះកន្លែង style ខ្ញុំមាន normal number space heading 1 heading 2អីចឹងមកអញ្ចឹងឥឡូវខ្ញុំបង្កើតជា heading សិនជាបង្កើតជា heading អញ្ចឹងខ្ញុំមាន heading 1មានថាជាប្រភេទអត្ថបទប្រភេទគេហៅថាអញ្ចឹងខ្ញុំមាន heading 1នេះមានថាវាជាប្រភេទចំណងជើងធំរបស់យើងចំណងជើងធំហើយ heading 2ចំណងជើងបន្ទាប់ចំណងជើងរងហើយ heading 3ចំណងជើងរងបន្ទាប់ពីចំណងជើងទី2ហើយអា heading 3 4មួយទៀតជាចំណងជើងរងបន្តទៅនឹងទៀតឥឡូវខ្ញុំទី1គឺខ្ញុំត្រូវកំណត់ normal សិន normal គឺថាសំដៅទៅលើអត្ថបទរបស់យើងដែលយើងត្រូវសរសេរថាយើងយកទំហំអក្សរប្រមាណបើសិនជាប្រភេទអក្សរឡាតាំងយើងយកទំហំវាប្រមាណហើយប្រភេទ font អីគេហើយបើសិនជាប្រភេទខ្មែរយើងយកfont អីគេហើយទំហំនេះប្រមាណឥឡូវខ្ញុំកំណត់ទី1គឺ normal អញ្ចឹងដើម្បីចូលកំណត់វាបានចុចកំណត់លើ normal ចុចដាក់មកលើ normal នេះចុចម៉ៅខាងស្ដាំរបស់យើងចុចម៉ៅខាងស្ដាំរបស់យើងមកអញ្ចឹងខ្ញុំយកពាក្យថា modify អញ្ចឹងនៅពេលដែល load modify មកវា load បែបនេះឲ្យអញ្ចឹងនៅពេល load បែបនេះឲ្យអញ្ចឹងខ្ញុំយក format បន្ទាប់មកខ្ញុំយក font font នេះកន្លែងខាងលើនេះអញ្ចឹងគេថា latin text latin text នេះបើសិនជាវាភាសាអង់គ្លេសនៅពេលដែលយើងដូរទៅជាភាសាអង់គ្លេសវាយជាភាសាអង់គ្លេសវានឹងឲ្យចេញជា Times New Roman ខ្ញុំយក Times New Roman អញ្ចឹង Times New Roman ខ្ញុំចុចលើ Times New Roman មកហើយ font ក្នុងអត្ថបទរបស់ Times New Roman ខ្ញុំយក12ហើយប្រភេទ font style ខ្ញុំយក regular មិនថាជាប្រភេទអក្សរធម្មតាអត់មាន trade អត់មានកាត់ទេប៉ុន្តែសម្រាប់ complete script នេះវាថាជាប្រភេទ font ទី2ដែលយើងត្រូវប្រើវាមិនថាបន្ទាប់ពីឡាតាំងមកយើងមាន font មួយទៀតបើសិនជាខ្មែរយើងប្រើខ្មែរគេអញ្ចឹងបើសិនជាខ្ញុំដូរមកខ្មែរអញ្ចឹងឲ្យវាជាប្រភេទខ្មែរ OS សៀមរាបខ្មែរ OS បាត់ដំបងឬក៏ខ្មែរបូកគោឬក៏អីចឹងទៅឬក៏មូឡាយទៅអញ្ចឹងក្នុងអត្ថបទខ្ញុំយកសម្រាប់ខ្ញុំយកខ្មែរ OS សៀមរាបអញ្ចឹងខ្ញុំវាយខ្មែរ OS សៀមរាបបាទខ្មែរ OS សៀមរាបអញ្ចឹងសៀមរាបហើយប្រភេទ font style ខ្ញុំយកធម្មតាអត់យក trade យកអីទេ size font size ខ្ញុំយក11អញ្ចឹងបើសិនជាអង់គ្លេសខ្ញុំយក12ខ្មែរខ្ញុំយក11អញ្ចឹងអាចចន្លោះរវាងខ្មែរនិងអង់គ្លេសកាលណាអង់គ្លេសកាលណាយើងយកប៉ុណ្្នេះអញ្ចឹងនៅពេលដែលយើងដាក់គៀកគ្នាទៅធ្វើឲ្យអង់គ្លេសវាតូចជាងឆ្ងាយអញ្ចឹងខ្ញុំត្រូវយកខ្មែរ11ហើយអង់គ្លេស12មកដើម្បីឲ្យនៅពេលដែលវានៅគៀកគ្នាទៅឲ្យវាសមតលគ្នាទំហំរបស់វាសមតលគ្នាអញ្ចឹងក្រៅពីនេះខ្ញុំអត់មានលេខទេខ្ញុំចុចវាអូខេអញ្ចឹងនៅពេលដែលយើងមើលកន្លែងនេះក្នុងប្លុកនេះគឺវាមានឲ្យយើងមើលថាអត្ថបទរបស់យើងបែបណាអញ្ចឹងក្នុងអត្ថបទរបស់យើងក្នុង text របស់យើងខ្ញុំចង់ឲ្យអាក្បាលលើនេះអាក្បាលលើនៃអត្ថបទហ្នឹងឲ្យវាចូលមួយ tab មានថាឲ្យដូចចូលបន្ទាត់អញ្ចឹងណាអញ្ចឹងខ្ញុំយក format ហើយខ្ញុំយក paragraph បន្តមកនៅកន្លែងbody text នេះខ្ញុំអត់លេងទេអាកន្លែងនេះ let ធម្មតានៅខាងឆ្វេងហើយ body text ជាប្រភេទអត្ថបទបើសិនជាយក level វាទៅជា heading វិញហើយអញ្ចឹងយើងបាច់លេងទេប៉ុន្តែអ្វីដែលបដូរកន្លែងនេះខ្ញុំយក first line មានថាខ្ញុំចុះមកបន្ទាត់វាគឺ 1.7 សង់ទីម៉ែត្រចុះមកបន្ទាត់អញ្ចឹង before នេះមានថាធៀបទៅជាមួយនឹងអាអត្ថបទខាងលើហើយ after នេះធៀបជាមួយអត្ថបទខាងក្រោមអញ្ចឹងខ្ញុំអត្ថបទខាងលើខាងក្រោមហ្នឹងមានថាខ្ញុំយក6ហើយនិង8ហើយអានេះចន្លោះ space មានថាពីអក្សរមួយគម្លាតពីអក្សរបន្ទាត់ទី1និងបន្ទាត់ទី2ខ្ញុំយក 1.5 ឡាយអញ្ចឹងខ្ញុំអូខេមកនេះឃើញដូចរូបរាងអញ្ចឹងនៅពេលដែលយើងធ្វើឲ្យឃើញរូបអញ្ចឹង
តោះឥឡូវយើងបានចប់នៅអត្ថបទរបស់យើងមួយហើយអញ្ចឹងខ្ញុំឧទាហរណ៍គេណានៅពេលដែលយើងគ្រាន់ចុចលើដកមកទៅវាលោតថែបឲ្យស្វ័យប្រវត្តិឧទាហរណ៍ថាខ្ញុំដល់ខ្មែរមកអញ្ចឹងគេវាលោត font ឲ្យស្វ័យប្រវត្តិប្រទេសកម្ពុជាជាប្រទេសជាប្រទេសជាប្រទេសមួយដែលកំពុងអភិវឌ្ឍឧទាហរណ៍ចឹងមកវាខ្សែចឹងមកអញ្ចឹងដាក់មកមហោហាយមកឃើញទេវាចុះបន្ទាត់អីវា load space line អីវាតាមស្តង់ដារដែលយើងបានកំណត់តែម្ដងប៉ុន្តែនៅពេលដែលខ្ញុំចង់បង្កើតជាប្រភេទ heading អញ្ចឹងខ្ញុំតែយក heading នេះអញ្ចឹង heading នេះខ្ញុំคลิก mouse ស្ដាំដូចគ្នាដូចជាមួយខ្ញុំធ្វើ normal អញ្ចឹងខ្ញុំយក modify បន្ទាប់មកខ្ញុំយក format ដូចគ្នាហើយយក font តមកសម្រាប់ភាសាអង់គ្លេសបើសិនជាចំណងជើងធំនិងយើងជាប្រភេទអង់គ្លេសយើងយក Time New Roman ចា sorry Time New Roman font 12បាទ font 12អញ្ចឹងជាទូទៅ heading 1ជាទៅគេចេះគេដាក់ថាចម្ពុះអញ្ចឹងបើចម្ពុះយើងយក14មិនយក12ទេបើសិនចម្ពុះយក14បើសិនជាខ្មែរយកខ្មែរ OS មូឡាយខ្មែរ OS មូឡាយអូខេសម្រាប់ពណ៌ color ពណ៌ខ្ញុំអត់យកពណ៌ច្រើនបើសិនជាយើងចង់ផ្សាញ់ពណ៌ដាក់ពណ៌តែខ្ញុំយកពណ៌ខ្មៅចុះបើបាក់បើសាំញ៉ាំតោះខ្ញុំអូខេកន្លែងនេះខ្ញុំដូរដែរខ្ញុំយកតែ14ទេអូខេអញ្ចឹងបើសិនជាប្រភេទចម្ពុះយើងជឿទៅយើងដាក់នៅកណ្ដាលអញ្ចឹងកន្លែងនេះ alignment នេះខ្ញុំយក center បាទ level 1មានថាជាប្រភេទចម្ពុះអញ្ចឹងទៅយើងសម្គាល់ខ្លួនឯងអានេះយើងមិនយើងអត់ទេពេលស្អែកយើងដាក់កណ្ដាលហើយអានេះចឹងខាងក្រោមយើងអាលើនេះយើង12ហើយខាងក្រោមយកខ្ញុំយក8អានេះស្រេចបងប្អូនឆ្លាញ់ហើយបើសិនជាបងឆ្លាញ់6យក6ទៅប្រហែល8យក8ទៅតែខ្ញុំយក8ហើយជាប្រភេទចន្លោះពីនេះមួយទៅមួយខ្ញុំយក 1.5 ដដែលបើសិនជាវាមានច្រើនឈ្មោះមេរៀនឬក៏ឈ្មោះចម្ពោះនឹងមានច្រើនយកប៉ុណ្ណឹងទៅចឹងអូខេអញ្ចឹងខ្ញុំបានមួយហើយអញ្ចឹងខ្ញុំវាយខ្ញុំចុចលើវាមក heading 1ដាក់ថាមេរៀនទី1មេរៀនទី1ប្រទេសកម្ពុជាចឹងកម្ពុជាអូខេអញ្ចឹងយើងបានមួយហើយតទៅនឹង heading 1បាទអញ្ចឹងមួយទៀតតទៅនឹង heading 2មានថាចំណងជើងបន្ទាប់មានថាចំណុចទី1ធំបាទទី1ធំអីគេស្ថានភាពឧទាហរណ៍ថាស្ថានភាពដីប្រទេសកម្ពុជាស្ថានភាពដីប្រទេសកម្ពុជាអញ្ចឹងខ្ញុំចង់អានេះវាលោតជា heading ដែរតែមិនមែនជា heading 1ដល់នេះទេអញ្ចឹងខ្ញុំយកវាជា heading 2អញ្ចឹងខ្ញុំយក heading 2ខ្ញុំចុចលើវាមួយមកតោះមកខ្ញុំ click មកស្ដាំខ្ញុំ modify ដដែលយើងធ្វើដូចគ្នាអញ្ចឹងអត់មានខុសគ្នាទេយក font បើសិនជាអង់គ្លេសយើងយក Time New Roman ហើយ regular font 10បើអង់គ្លេសខ្ញុំយក13អូខេបើសិនជាខ្មែរ OS មូឡាយចឹងខ្មែរ Mulai ខ្ញុំយកខ្មែរ Mulai Auto ដើម្បីខ្ញុំឲ្យវា set ជាលេខ auto មានថាឲ្យលោតតាមលំដាប់អញ្ចឹងfont នេះខ្ញុំយក12ខ្ញុំអត់យក13ដូចអង់គ្លេសទេហើយធម្មតាហើយពណ៌ខ្ញុំយកពណ៌ខ្មៅដដែលអញ្ចឹងបងប្អូនចង់យកអីពណ៌អីក៏បានដែរអញ្ចឹងអូខេអញ្ចឹងសួរថាកន្លែងហ្នឹងខ្ញុំចុះ tab អត់អញ្ចឹងកន្លែងហ្នឹងខ្ញុំអត់យក tab ទេមួយហ្នឹងទី1នេះខ្ញុំយកនៅគៀនខាងលើពីវាខ្ញុំយកចន្លោះ6ហើយខាងក្រោមវាខ្ញុំយកចន្លោះ8ដើម្បីឆ្លចន្លោះ8បើសិនជាចំណងជើងហ្នឹងវាលោតដល់2បន្ទាត់យើងយក line space 1.5ប៉ុន្តែជឿទៅកម្រណាប្រធានចំណងជើងរបស់យើងកម្រថា2បន្ទាត់ហើយច្រើនតែ1បន្ទាត់ទេអស់ហើយអញ្ចឹងចុចអូខេអញ្ចឹងវាលោតមកខាងអូខេអញ្ចឹងកន្លែងនេះខ្ញុំចូល set auto number auto មកខ្ញុំចូល number auto sorry ចុចកន្លែងនេះអញ្ចឹងខ្ញុំយកលេខ
ចឹងកន្លែងនេះខ្ញុំដាក់ខចុចលើវាមក